ជីវពេលលាសានរួចហើយចាត់ការបានហើយនៅបានហើយចាត់ការទៅដល់លោកគ្រូការកប់នេះវាយ៉ាងម៉េចទៅការដែលថាកប់ឈរនេះគឺកប់នៅក្នុងកន្លែងល្អខ្ញុំនិយាយទៅដែរទេត្រូវហើយលោកគ្រូហុងស៊ុយប្រាប់ថាបុព្វបុរសកប់ឈរកូនចៅនឹងរស់ស៊ីមានបានហើយមានបានដែរទេឥឡូវនេះអូ20ឆ្នាំមកនេះកិច្ចការរបស់តកូលជាតិយើងកាន់តែចុះថយឡើងមិនដឹងថាមកពីហេតុអីលោកគ្រូហុងស៊ុយធ្លាប់មានកំហឹងនឹងតកូលយើងដែរទេអូកំហឹងអីចាស់ព្រឹទ្ធាចារ្យធ្លាប់មានរឿងមិនពេញចិត្តនឹងគ្នាដែរទេកាប់ទៅកន្លែងនេះណាពីដើមគឺជារបស់គេទេពេលពុកខ្ញុំដឹងថាជាកន្លែងល្អទើបទិញមកធ្វើរណ្ដៅសម្រាប់ខ្លួនឯងខ្ញុំថាបង្ខំឲ្យគេលក់ហើយខ្ញុំយល់ថាការបង្ខំលក់បែបនេះគឺមិនអញ្ចឹងគេមិនធ្វើបាបពួកឯងទេហើយពូនភ្នូរបៀបពីងពីងពងទៀតផងនេះឃើញដែរទេអូអញ្ចឹងគួរធ្វើយ៉ាងម៉េចទៅគួរតែព្រិលគ្របដណ្ដប់ដែលពីងពីងលេងទឹកក្បាលដាក់មិនចំទឹកតើវាលេងទឹកយ៉ាងម៉េចកើតទៅចាត់ទុកថាល្អហើយតែមានបញ្ជាឲ្យបដូរ20ឆ្នាំក្រោយនេះតែពាក់កណ្ដាលជីវិតមិនបំផ្លាញទាំងតកូលមួយគឺបំផ្លាញទាំង18តកូលអូឃើញហើយឃើញហើយខ្សែចេញទៅដោះដៃគោចេញទៅអ្នកទាំងអស់គ្នាថ្ងៃនេះលោកព្រឹទ្ធាចារ្យវឿនយំជួបនឹងពលឺម្ដងទៀតហើយអ្នកដែលអាយុ30 22 35និង48អ្នកដែលកើតឆ្នាំរកាឆ្នាំឆ្លូវត្រូវបែរខ្នងគិចមុខគ្រប់គ្នាផ្ដល់ការគោរពទាំងអស់គ្នាធ្វើការគោរពរបៀបនេះជាការរំខានដល់ពុកដែរទេកូនចៅអកតញ្ញូអាជីវៈរណ្ដៅសពនេះនៅប្រាការបានទេពីងពីងពងលើផ្ទៃទឹកវាមិនពងកន្លែងតែមួយទេរណ្ដៅនេះប្រើលែងបានទៀតហើយតែធ្វើយ៉ាងម៉េចទៅយើងសុំទៅចោះធ្វើពិធីដុតសពទៅដុតសពមិនបានទេពូរបស់ខ្ញុំជាមនុស្សខ្លាចភ្លើងបំផុតខ្ញុំមិនធ្វើរបៀបនេះទេខ្ញុំមិនធ្វើថៅកាយិនណានេះមិនមែនជារឿងលេងសើចទេធ្វើយ៉ាងម៉េចក៏មិនបានដែរហាប់ដុតជាដៃខាតណាមានវិធីផ្សេងដែរទេបានបញ្ចាំកលសពសិនទៅចាំខ្ញុំរកកន្លែងសំរុំឲ្យលោកព្រឹទ្ធាចារ្យឲ្យលោកព្រឹទ្ធាចារ្យទៅសោយសុខពិភពផ្សេងទៅឡោបាត់ក្រាមកឈូទៅនាំគ្នាបាត់ទៅថាកាយិនសំលោកចេញសិនទៅឯងទាំងពីរអ្នកធ្វើពិធីបែបការគាសិលជំវិញសពលទ្ធផលយ៉ាងម៉េចប្រាប់ខ្ញុំបានគ្រប់រណ្ដៅទាំងអស់ត្រូវឲ្យធប់សែនព្រេនបានអាយុ20ឆ្នាំស្លាប់គួរឲ្យស្ដាយណាស់នេះកំកន់តែណាសម្លេងអីចេះអរគុណគ្រូខ្មោចឲ្យយកមកឲ្យបងគ្នាខ្មោចយយលែឃើញទេធូបឆែរបៀបនេះឃើញទេយ៉ាប់ហើយបញ្ញាតរីការប្រាប់លោកគ្រូទៅឆាប់ដែរ3វែង2ខ្លីចាត់ថាជាប្រផ្នូលឲ្យធូប2វែង1ខ្លីហើយវាឆែបែបនេះទៀតផងតែណានេះដែលមានធូបរបៀបនេះណាគឺពិតជាមានអ្នកស្លាប់ជាមិនខានទេតែតកាជាតិមែនទេតែឯងទេដឹងហើយមិនចេះទៅផ្ទះយើងទេកុំរកកូនស្រីតកាយិនមានបញ្ហាដែរឬអត់នៅតកូលយើងមានបញ្ហាទាំងអស់ហ្នឹងអញ្ចឹងធីណែបញ្ហាគ្មានតាក់ទងនឹងយើងទេកុំបារម្ភអីណាហើយវាមនុស្សគ្នាទេគេតាក់ទងនឹងជីវិតមនុស្សណាតើត្រូវតាមដល់ក៏ប៉ុន្តែឥឡូវនេះកុំខ្វល់អីយើងត្រូវតែប្រកួតគ្នាយុទ្ធធម៌បានឈប់លោកគ្រូខ្ញុំមានវិធីហើយមែនហើយលោកគ្រូខ្ញុំក៏មានវិធីដែរយើងក៏មានវិធីដែរបើមិនចឹងសាយក្តាមឈុំធ្វើអីមឈូនេះខុសប្រកបដែរហីមឈូនេះធម្មតាទេតែសពនៅក្នុងមឈូនេះគឺខុសពីធម្មតាខ្ញុំក៏មានអារម្មណ៍ថាខុសធម្មតាដែរមែនហើយកាល20ឆ្នាំមុននោះមិនស្អីរលួយទៀតអញ្ចឹងបើចឹងបើកមើលមើលបើកទៅអូយើងពិតជាមានហើយម្ដងនេះមែនហើយបញ្ញាបត្រកម្រិតព្រាមបាត់ទៅ
ត្រៀមឧបករណ៍បានរួចរាល់ផងណាមិនទេកណ្ដាលឈាមខ្មៅដាវដំបងឲ្យលឿនទៅលោកគ្រូលោកគ្រូមានមាត់ដែរចាំណាកុំសួរច្រើនពេកណាស្អីគេអាខ្មៅហ្នឹងគឺអំបោះខ្មៅហ្នឹងលោកគ្រូយកចង់កន្លែងណាទៅចង់វាជុំវិញមួយឈូសទៅឲ្យចង់ឯណាបន្តិចណាបាទចង់ឯណាបន្តិចទៅបាទមនុស្សបែងចែកមនុស្សល្អនិងមនុស្សអាក្រក់ខ្មោចបែងចែកមកខ្មោចល្អនិងខ្មោចអាក្រក់មិនត្រឹមតែបែងចែកល្អនិងអាក្រក់ទេថែមទាំងបែងចែកមនុស្សប្រុសនិងស្រីទៅយើងនិយាយគំរូមកបានទេសពរបស់ព្រឹទ្ធាចារ្យវើនចិត្តខ្លាចជាខ្មោចឆៅហើយខ្លាចទៅជាខ្មោចឆៅយ៉ាងម៉េចទៅលោកគ្រូមែនហើយមនុស្សល្អខ្លាចជាមនុស្សអាក្រក់យ៉ាងម៉េចការទៅមនុស្សខ្លាចទៅជាមនុស្សអាក្រក់ព្រោះមនុស្សនោះមិនបានការសពខ្លាចទៅជាខ្មោចឆៅព្រោះខ្មោចនោះមានខ្យល់ដកដង្ហើមមានន័យយ៉ាងម៉េចទៅលោកគ្រូមនុស្សមុននឹងដៃខ្យល់គឺមានកម្លាំងខ្យល់ផ្សេងសន្សំទុកនៅនឹងដើមកគឺជាខ្យល់ចុងក្រោយបងអស់គេហៅថាស្លាប់ហើយមិនអស់ចិត្តមែនទេលោកគ្រូអញ្ចឹងហើយបានជាពេលមានជីវិតត្រូវតែដកដង្ហើមពេលដែលស្លាប់ត្រូវអស់ចិត្តពេលស្លាប់ហើយមិនអស់ចិត្តនោះមានតែបំផ្លាញខ្លួនឯងណែតាំងចិត្តចង់ឲ្យស្រួលទៅកុំនិយាយច្រើនពេកចង់រួចឲ្យប្រាប់យើងផងលោកគ្រូរួចហើយលោកគ្រូមើលផងក្រៃលោនៅចន្លោះកន្លែងណានេះឯងណាកន្លែងណាទៅខុសៗយកចិត្តគ្នាឈប់ដឹងមកណាចង់ទៅណាលោកគ្រូចង់ទៅណាអូយគ្រូមកសំទោសលោកគ្រូទៅហើយលោកគ្រូបើយើងទៅលោកគ្រូយក你唔理我㗎？咩啊？我係你闖出嚟嘅喎，鬼叫你用墨斗試彈我啊！喂，今日翻屋企啊，好容易撞鬼㗎。哎呀，而家咁嘅環境啊，我寧願撞鬼都好過見到師傅啊！喂，
เด็กจุกจังมันจังสองแต่เด็กยังขโมยเมนพอตึกตาจังเตอเอาบ่อยขณะนี้คุยกลางอย่าធ្វើទេអូរឿងទៅតាចឲ្យកូនចៅធ្វើក៏បានដែរគឺថាបងអូនធីងគេអាយុច្រើនហើយតើគឺគេមានអាយុច្រើនហើយធីងអាយុច្រើនហើយគួរតែរៀបការហើយអូនិយាយច្រើនទៅច្រើនហមមិនហើយអញ្ចឹងទៅខ្ញុំគិតថាណែទឹកតែមានច្រើនទៀតអូណែលោកម្ចាស់លោកជឿមកហើយផងជើញបាទអូអាជីវរឿងរកកន្លែងកប់ខ្មៅនៅទៅដល់ណាហើយបាទគ្រប់យ៉ាងគឺកំពុងតែត្រៀមរួចហើយអញ្ចឹងចូលទៅក្នុងនិយាយគ្នាទៅជើញបាទគឺឈប់ឲ្យពីនេះទៅពេញណាបាទលោកពូខ្ញុំគិតថាថ្ងៃក្រោយចាំនិយាយណានាងធីងថ្ងៃមុននោះអត់ខ្ញុំសុំទោសផងអត់សុំទោសឈប់ក៏ទេណែពួកឯងធ្វើស្អីហ្នឹងហ៎ចង់លួចរបស់ហ៎ណែនៅហ៊ានជួយចាំអូនរបស់យើងទៀតចង់ស្លាប់ឬយ៉ាងម៉េចហ៎អូនធីងបងកាយណែអូនយើងចង់ជេរពួកឯងណាខ្លាចចិត្តទេមែនទេមែនទេមែនហើយណែពួកខ្ញុំនេះមិនល្អទេតែយើងនេះមិនគួរនៅកន្លែងនេះហើយគួរតែតឡាលេងឯសួនវិញមានស្កូវមិនតន់ចាស់ផងមានស្កូវហើយរបស់ឯងតាមមេតដែរទេឈួតទេមិនមែនរបស់យើងទេឲ្យយើងមានស្កូវចាំមិនកាត់ទៅពេលផ្លូវទេអូនធីងរឿងដែលបងនិយាយជាមួយលោកពូនេះអូនយល់ដែរមែនទេយើងធំមកជាមួយគ្នាណាមិនថានាងលេងនៅផ្ទះនាងខ្ញុំលេងនៅផ្ទះខ្ញុំទេតែចាត់ទុកថាយើងលេងជាមួយគ្នាដែរប៉ុន្តែយើងរាប់អានគ្នាយូរហើយខ្ញុំមិនដែលប៉ះពាល់លេងសោះមិនដូចជាពួកអាភិបពីអ្នកនេះទេណាជឿបងចោះមែនទេអូនធីងឥឡូវនេះឯងស៊ីតាយើងហ្នឹងឯងមែនហើយគឺឯងនេះជាអ្នកដកសក់គេមកហ្នឹងណាពេលដែលឯងស៊ីទៅណាឯងនឹងរួមគ្នាជាមួយមនុស្សតែមួយហើយដល់ពេលនោះឯងធ្វើអីក៏គេធ្វើតាមដែរណាឥឡូវនេះឯងសាកមើលហ៎យ៉ាងម៉េចហើយហ្នឹងឥឡូវឯងផ្ទះមុខខ្លួនឯងសាកមើលអាយចាប់បានមិនផ្ទះមុខខ្លួនឯងធ្វើយ៉ាងម៉េចទៅស្លាប់ហើយធ្វើអញ្ចឹងមានតែល្ងងបើឯងផ្ទះខ្លួនឯងទៅគេប្រកាសជាផ្ទះខ្លួនឯងដែរហើយចាក់ទៀតទៅកុំឈប់ចាក់ខ្លាំងទៅអីហ្នឹងល្ងងណាស់ឥឡូវនេះមិនឯងទេចាំខ្ញុំជួយចាក់ឯងតែម្ដងមិនកាត់ទេខ្ញុំអាពីខ្ញុំគួរតែស្លាប់ខ្ញុំមើលហ្នឹងបាទនេះចាក់ខ្លួនឯងចាំកាត់ទៅណាឈប់ទៅខ្ញុំឈឺណាឈប់ទៅឈប់ភ្លាមទៅខ្ញុំឈឺខ្លាំងណាស់ឈប់ទៅឈប់មិនកាត់ទេធ្វើយ៉ាងម៉េចទៅនេះឥឡូវយើងកំពុងតែចាត់ការគេ